บางngàyនេះខ្ញុំលើកពីការថែទាំឡានតំទិញពីឃ្លាំងថាតើយើងថែទាំយ៉ាងម៉េចហើយជាពិសេសខ្ញុំលើកយកពីរបៀបថែទាំពិសេសមាន2ចំណុចទី1គឺបងប្អូនហាមដោះក្លាប់ពេទី2ក្លាប់ពេទឹកបងប្អូនទី2សម្រាប់ដង្ហាល់ហើយដំបូងយើងប្រើប្រេងលាងដោយសារមកពីកូរ៉េចំណុះប្រេងឡាននេះ9លីត្រយើងប្រើ14លីត្រយើងប្រើ concentrate flushing oil 2 ដបដោយសារថាឡាននេះមិនសូវជាកក្រិចដែរយើងលាង2 ដបហើយដង្ហាល់បងប្អូនកុំសម្លាប់ណាបងប្អូនឈប់រឿងសម្លាប់ដង្ហាល់ហើយប្រើទឹកសដោះក្លាប់ពេនេះកុំបងប្អូនណាហើយកុំយល់ច្រឡំថានៅស្រុកខ្មែរគេដោះក្លាប់ពេប្រើទឹកសកុំហើយបងប្អូនត្រូវតែដូរទឹកស្អំចេញអញ្ចឹងណាចង់ជំរាបបងប្អូនអញ្ចឹងនៅនេះរបៀបថែទាំហើយយើងដូរតម្រង់ម៉ាស៊ូតហើយមកដល់នេះយើងដូរនេះបងប្អូននេះយើងបាញ់ខ្លាញ់គោដោយឥតគិតថ្លៃនៅនេះនៅ KK Loop Express ទាំងពីរសាខាប៉ុន្តែសាខាទី1ចូលអត់កើតទេចូលសាខាទី2 KK Loop Express 598បានចូលកើតនេះរបៀបរបស់ដែលយើងស្រួលបាញ់បងប្អូនមានខ្លាញ់គោច្រើនដែលបងប្អូនចង់បានខ្លាញ់គោល្អហើយ free ទៀតបងប្អូនយកឡានមកកន្លែង KK Loop Express 598បងប្អូនណាបរិយាកាសចូលរួចទេពួកអា Mighty 2នេះបងប្អូនចូលរួចដែរតែវាឆ្អៀតសម្រាប់ឡានទំនើបអីចឹងណាបងប្អូនអញ្ចឹងបងប្អូនមើលប៉ងដែលយើងបហូរប្រេងមកយើងបច្ចេកចោល5 10នាទីហើយយើងបហូរប្រេងមកបងប្អូននេះវាលើកមកជាហៀងអាស្រ័យទៅលើគេហៅថាប្រភេទកាតែបងប្អូនមើល KK Loop Express គឺពោពេញទៅដោយគេហៅថាការគ្រប់គ្រងមិនថាឡានទំនើបមិនថាឡានមិនទំនើបទេឥឡូវខ្ញុំចាប់ចូលតម្រង់ថ្មីតម្រង់ប្រេងម៉ាស៊ីនហើយខ្ញុំនឹងចង់ជំរាបបងប្អូនពីឈុតប្រេងម៉ាស៊ីនដែលធានាជូនពជាអាយុកាលម៉ាស៊ីនគឺគេហៅថាឈុតប្រេងម៉ាស៊ីនសម្រាប់នេះគឺយើងប្រើប្រេងជំនួយម៉ាស៊ីនអាប់ធូប្រេងជំនួយម៉ាស៊ីនអាប់ធូនេះគឺយើងគេហៅថាជា additive ជា advanced engine treatment ការពារការប៉ះទង្គិចជួយ first ណាការកកិតនៅក្នុងម៉ាស៊ីនដល់ទៅ 95% ជួយឲ្យម៉ាស៊ីនស្ទុះស្ងាត់ស៊ីម៉ាស៊ីនតិចជាពិសេសពជាអាយុកាលមិនងាយឲ្យខូចហ្មងបងប្អូនអញ្ចឹងមានន័យថាម៉ាស៊ីនយើងចាស់យើងប្រើ7075បងប្អូនមិនបាច់ប្រើដបទេដបថ្លៃអញ្ចឹងយើងប្រើជាលីត្រគុណភាពដូចគ្នាចុះបងប្អូនឡានដឹកទំនិញបងប្អូននេះអាជីឡៅហ្នឹង1លីត្រទេរបស់ជប៉ុនបងប្អូនណាជីឡៅជប៉ុនអញ្ចឹងយើង0.75ហ្នឹងមានន័យថា4ដប1លីត្រអញ្ចឹងវាចំណុះវា250មីលអញ្ចឹងវាមានប្រយោជន៍ណាបងប្អូនអាហ្នឹងមានន័យថាអាយុម៉ាស៊ីនបងប្អូនហ្នឹងវាអត់សឹកតទៀតវាអត់ទៅមុខទៀតចង់និយាយអញ្ចឹងខ្ញុំប្រើនៅ KK ប្រើប្រេង Twister គឺអត់ចង់ឲ្យគេហៅថាប្រេងហ្នឹងទៅមុខទៀតហើយកំហាប់ប្រេងបងប្អូននិយាយនេះប្រេងហ្វុយណាមកដូរនៅនេះប្រេងហ្វុយហើយយើងប្រើកំហាប់ប្រើ5 10 40សិនអត់ទាន់ប្រើ25ទេបងប្អូនណាកុំវាប់ឡើង25វាប់ឡើង25តាមទម្លាប់មិនកើតទេបងប្អូនយើងដូរអីកុំតាមទម្លាប់អញ្ចឹងឡានហ្នឹងគាត់មិនទាន់ធ្វើផ្លាកលេខទេគាត់ឈៀកហើយមកព្រឹកមិញបលិសចាប់អស់ 100000 ទៀតអញ្ចឹងនឹងធ្វើម៉េចឥឡូវបងប្អូនត្រូវដឹងថា KK យើងថែទាំមិនថាឡានទំនើបមិនថាឡានដឹកទំនិញទេជាពិសេសឡានដឹកទំនិញនេះបងប្អូនយកមកយើងនឹងថែទាំឲ្យបងប្អូនមើលឡានទំនើបចូលទៀតដែរអញ្ចឹងចង់និយាយបងប្អូនថានៅនេះយើងមានឡានគេហៅថាទំនើបឬមិនទំនើបទៅតាមស្តង់ដារហ្មងយើងថែទាំជាពិសេសឡានបងប្អូនចាស់បងប្អូនកុំដោះក្លាប់ពេបងប្អូនប្រើទឹកស្អំបន្តិចទៀតខ្ញុំនឹងនិយាយលម្អិតនេះសំបីតាឡានAudi Q7 ក៏ដូរដែរនេះជា service center បងប្អូនអាចយកឡានមកដូរប្រេងជាទីទុកចិត្តរបស់បងប្អូនដែលយើងដូរទៅតាមបច្ចេកទេសរោងចក្រប្រេងណាបងប្អូនណាយើងអត់ដូរព្រាវទេបងប្អូនយកមកយើងបដូរណាឥឡូវនេះគឺក្នុងធម្មជាតិគាត់ពេញយើងចាក់3 ដប full injection ដែលឡានមកពីកូរ៉េទុកចោលយូរវាមានកំណកបិចអញ្ចឹងយើងចាក់3 ដបទៅព្រោះប្រេងគាត់ចិត្ត200លីត្រហើយអញ្ចឹងយើងដាក់3 ដបហើយនេះលាងបិចអីហើយយើងចាប់ផ្ដើមដូរទឹកស្អំនេះគឺជាចំណុចសំខាន់ដែលខ្ញុំចង់ជំរាបបងប្អូនថាបងប្អូនឃើញថាហេតុអីបាននៅអាកបោបធុងទឹកនោះវាថ្មីហ៎បងប្អូនឃើញថ្មីហ៎អញ្ចឹងករណីដែលវាថ្មីហ្នឹងមានន័យថាម៉េចបងប្អូនត្រូវនេះកុំដោះដង្ហាលបើសិនជាអូតោដង្ហាលវាធូរវាឡើងកម្ដៅយើងមើលដង្ហាលហ្នឹងយើងចាក់កាវបងទុកអូតូស៊ីនវាវិញហើយបងប្អូនឃើញថ្មីឯនៅថ្មីឯអញ្ចឹងបងប្អូនចង់រក្សាឡានហ្នឹងថ្មីឯកុំឲ្យច្រេះចាប់ឯងគឺយើងប្រើទឹកស្អំមានន័យថាក្លាប់ពេនេះខ្ញុំនិយាយតិចពាក់ព័ន្ធនឹងក្លាប់ពេដែល Mighty 2វានៅកន្លែងនេះខ្ញុំនិយាយច្រើនហើយនេះ Mighty 2គឺក្លាប់ពេវានៅនេះបងប្អូននេះ
bằng ấy cũng đỏ trao bằng ôn tục viên nên nâng hói dương che ran vía ở xa tắc so hói dương nên chọn rẽ xa vía này bằng thế ở mây chân hôn này cứ kịp đòi xa té kịp hở tắc xong tắc nó là soi với bằng đấy cùng cái trắng nơi bị cái đấy là ô tiền là soi thung khăn đấy bằng đấy bất chỉ thung khăn chân cái liêng tăng bị cu ấy hói ban dương đạn này liêng ở xa ban thung tắc châu tắc